Still New sai people high congratulations ឥឡូវសំបីតា Still New ក៏យកពូទៅផ្សាយនៅប្រធានបទទំព័រទី1ទៀត Still New នោះគឺបោះពូផាតយើងស្គាល់គាត់ថាគាត់ជាអ្នកសារព័ត៌មានដែលមានវោហារស័ព្ទតាក់ទាញឲ្យប្លែកពីគេហ្មងជាពិសេសការអានព័ត៌មានរបស់គាត់គឺខុសប្លែកពីអ្នកសារព័ត៌មានដទៃហ្មងការប្រើពាក្យពេចន៍ការប្រើវោហារស័ព្ទបច្ចេកទេសជាពិសេសដូចអារឿងគឿងក្បូននិយាយទៅគឺគាត់ខុសគេហ្មងអ្នកសារព័ត៌មានផ្សេងអាចថាគេអានធម្មតាការលើកដាក់សម្លេងអត្ថបទប៉ុន្តែមកចំពោះ Still New របស់ពូផាតនេះមួយញាក់សាច់ហ្មងហើយពូតាមដឹងដូចគាត់អ្នកកំពុងធំដែរអ្នកកំពុងធំដូចពូដែរតើពូផាតសារព័ត៌មានយោអត់បានទេអានឹង intro របស់គាត់ហ្មងសារព័ត៌មានគាត់សម្លេងរបស់គាត់ទេបាទមកពូមកទីមកដែលជាអ្នកអធិប្បាយបាល់ទាត់មួយរូបរងការរិះគន់ពីមហាជនក្រោយ live វីដេអូដោះអាវធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមួយចំនួនបញ្ចេញមតិថាមើលទៅមិនសមរម្យឡើយប៉ុន្តែក្រោយពីបដូរអេរយាប័តពាក់អាវធំនិងតែងខ្លួនយ៉ាងស្អាតបាតមហាជនបែរជាថាសង្ហាដូចតារាម៉ូដែលអូយឹកអូយយឹកតារាម៉ូដែលសង្ហាដូចតារាម៉ូដែលតាពូផាតថាសង្ហាហើយពីមុនមានកងសុកឥឡូវមានពូផាតមួយទៀត Still New អានេះបាទនៅសុកគេវិញវាស្មើនឹង Al Jazeera វាស្មើនឹង BBC វាស្មើនឹង CNN ស្អើយ 3-1 ឲ្យបានហ្នឹងអេស្ប៉ាញ 3 បែលសិច 1 ជួបគ្នាឡងមកឲ្យស្ប៉ាញឈ្នះច្រើន ប្រវត្តិប៉ះគ្នា10 ដងអេស្ប៉ាញឈ្នះ 7 ហើយហ្នឹងឈ្នះ 7 ស្មើ 2 ចាញ់ 1 តារារៀបជ្រៀងដោះអាយលើឆាកគេថាលុយនិយាយមែនតើម៉ែបាទវ៉ាន់ដាដោះអាយលើឆាកទៀតវាថាអូលុយនិយាយទៅគឺ hype ហ្មងដល់ពេលអញនិយាយដោះអាយគេថាអូអាវ៉ាសាយពីលីកណ្ដួយតែម៉ែវាទៅធ្វើឲ្យបានគាត់ពូបង្ហាញ six pack បន្តិចសោះមិនបានទេ